ភិបាលខេត្តកំពង់ចាមណែនាំដល់អាជ្ញាធរមូលដ្ឋាននិងមន្ទីរជំនាញឲ្យរៀបចំចងក្រងនិងអភិរក្សទីទួលបាសានទៅជាតំបន់រមណីយដ្ឋានទេសចរណ៍សហគមន៍អភិបាលខេត្តកំពង់ចាមឯកឧត្តមអ៊ុនចិន្តាលោកបានណែនាំដល់អាជ្ញាធរមូលដ្ឋានឃុំស្រុកសីសន្ធរធ្វើការសហការជាមួយនឹងមន្ទីរវប្បធម៌និងវិចិត្រសិល្បៈនិងមន្ទីរទេសចរឲ្យរៀបចំចងក្រងនិងអភិរក្សទីទួលបាសានទៅជាតំបន់រមណីយដ្ឋានទេសចរណ៍សហគមន៍ឯកឧត្តមថ្លែងបែបនេះនៅក្នុងដំណើរអញ្ជើញចុះត្រួតពិនិត្យស្ថានភាពតំបន់ទីទួលបាសាននាព្រឹកថ្ងៃទី30ឧសភា2026នេះគួររំលឹកថាក្រោមការយកចិត្តទុកដាក់ដ៏ខ្ពស់ពីឯកឧត្តមអ៊ុនចិន្តាអភិបាលខេត្តកំពង់ចាមនៅអំឡុងឆ្នាំ2019ខណៈដែលឯកឧត្តមទៅតែអញ្ជើញមកកាន់តួនាទីជាអភិបាលខេត្តថ្មីថ្មោងឯកឧត្តមធ្លាប់បានដឹកនាំក្រុមការងារអញ្ជើញចុះពិនិត្យទីតាំងនេះដោយផ្ទាល់និងបានចាត់ឲ្យមន្ទីរវប្បធម៌និងវិចិត្រសិល្បៈនិងមន្ទីរទេសចរសហការជាមួយនឹងអាជ្ញាធរមូលដ្ឋានធ្វើការអភិរក្សតំបន់ប្រវត្តិសាស្ត្រនេះឡើងវិញប៉ុន្តែមិនទាន់មានគម្រោងពង្រីកឲ្យคล้ายទៅជាតំបន់រមណីយដ្ឋានទេសចរបែបសហគមន៍នៅឡើយទេទីទួលបាសានប្រាសាទទួលព្រះធាតុគឺជាទីតាំងប្រវត្តិសាស្ត្រដ៏សំខាន់មួយដែលស្ថិតនៅក្នុងឃុំបារាយស្រុកសីសន្ធរខេត្តកំពង់ចាមតាមឯកសារប្រវត្តិសាស្ត្រនិងប្រភពស្រាវជ្រាវមួយចំនួនបានបញ្ជាក់ថាទួលបាសានធ្លាប់ជារាជធានីរបស់ខ្មែរក្នុងសម័យក្រោយអង្គរចុងសតវត្សទី14ដើមសតវត្សទី15មុនពេលរាជធានីផ្លាស់ទៅចតុមុខរាជធានីភ្នំពេញសព្វថ្ងៃនៅតំបន់នេះមានសំណល់ប្រាសាទបុរាណមួយដែលប្រជាពលរដ្ឋហៅថាប្រាសាទទួលព្រះធាតុឬទួលបាសានបច្ចុប្បន្ននៅទីនោះមានវត្តនិងសំណង់ពុទ្ធសាសនាដែលស្ថិតនៅលើទីទួលបុរាណដែលជាសញ្ញាបង្ហាញថាទីតាំងនេះធ្លាប់ជាមជ្ឈមណ្ឌលសាសនានិងនយោបាយដ៏សំខាន់មួយ